អស់លោកណាបើកដៃឲ្យឈ្មួញធ្វើអាជីវកម្មកាយដីលក់ទាំងល្មើសច្បាប់និងដឹកជញ្ជូនបំផ្លាញផ្លូវរំខានទៅដល់ជីវភាពរបស់អ្នកភូមិមួយចំនួននៅឃុំត្រពាំងគងខេត្តកំពង់ស្ពឺសេចក្តីរាយការណ៍មកថាសកម្មភាពល្មើសច្បាប់នៃអាជីវកម្មកាយដីលក់ចែកលុយគ្នានិងដឹកជញ្ជូនមិនគោរពបទដ្ឋានបច្ចេកទេសនៅតែបន្តកើតមានយ៉ាងកក្លឿនក្រោមខ្សែភ្នែកប្រជាពលរដ្ឋអាជ្ញាធរនិងមន្ត្រីជំនាញនៅឃុំត្រពាំងគងខេត្តកំពង់ស្ពឺជាស្ដែងនៅប្លុកភូមិស្រាអំបិលនៃឃុំត្រពាំងគងរណ្ដៅដីចាស់ថ្មីមានជាច្រើនរណ្ដៅខ្លះពុំមានច្បាប់ត្រឹមត្រូវខ្លះបងសុយសាមិនគ្រប់ហើយដឹកជញ្ជូនផ្ទុកដីឬខ្សាច់លើសទ្រង់មិនគ្របហៀធ្លាក់លើផ្លូវនាំឲ្យកើតជាជង្ហុកជាទួលកន្លែងខ្លះដោយអំបែងនោមគ្រោះកន្លែងខ្លះបែកផ្លូវវល់ពេលស្ងួតដីហុយរំខានទៅដល់ការធ្វើដំណើរនិងជីវភាពដែលនាំឲ្យពលរដ្ឋមួយចំនួនបង្ខំចិត្តយកគល់ឈើដុំថ្មធុងពេត្រូដាក់រាយនៅលើចិញ្ចើមផ្លូវដើម្បីការពារសុវត្ថិភាពផងទៀតតែតោសកម្មភាពនេះភាគីម្ចាស់អាជីវកម្មឈ្មោះលីកូយើងខ្ញុំមិនទាន់អាចទំនាក់ទំនងសូមការបញ្ជាក់បាននៅឡើយចំណែកលោកប៊ិញជឺតងប្រធានមន្ត្រីរ៉ែនិងលោកប៊ិនថេតប្រធានការិយាល័យរ៉ែខេត្តកំពង់ស្ពឺពុំទាន់មានការបញ្ជាក់នៅឡើយបន្ទាប់ពីទទួលសារសំណួរពីក្រុមការងារវ៉ាន់ប៉ោះហើយបើតាមការកំណត់របស់ក្រសួងរ៉ែមុននឹងទទួលបានអាជ្ញាប័ណ្ណអណ្ដូងរ៉ែបើកយ៉ាងណាមិញដូចជាអាជីវកម្មបកដីឬរណ្ដៅដីតម្រូវការឯកសារដើម្បីទទួលបានសេវាម្ចាស់ស្នើសុំត្រូវបំពេញកាតព្វកិច្ចមួយចំនួនដូចជាធ្វើគម្រោងបច្ចេកទេសដោយរួមមានវិធានការចូលរួមលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋានមួយច្បាប់និងផែនការនិងគម្រោងប៉ាន់ស្មានថាវិការសម្រាប់ស្ដារការដ្ឋានឡើងវិញមួយច្បាប់រួមទាំងលក្ខខណ្ឌផ្សេងទៀតក្នុងន័យនេះគឺដើម្បីសុចរិតភាពនិងការទទួលខុសត្រូវរបស់ម្ចាស់អាជីវកម្មចុះបើក្រឡេកមកមើលសកម្មភាពនេះថាតើបាននាំផលប្រយោជន៍អ្វីខ្លះដល់អ្នកភូមិក្នុងមូលដ្ឋានពីសំណាក់ក្រមឈ្មួញខាងលើសូមអ្នកពាក់ព័ន្ធជួយបញ្ជាក់ផងគួររំលឹកថានៅពេលកន្លងទៅអន្តរក្រសួងបានចេញសារចរណ៍ណែនាំកំណត់ថាការដឹកជញ្ជូនធនធានរ៉ែដីខ្សាច់ថ្មគ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រង់គោរពឲ្យបានត្រឹមត្រូវមិនបង្កឲ្យដីថ្មខ្សាច់ធ្លាក់លើផ្លូវមិនលើសទម្ងន់ការថែទាំជួសជុលផ្លូវបើហុយស្រោចទឹកមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានសណ្ដាប់ធ្នាប់សូម្បីតែដឹកចេញពីការដ្ឋានក៏ត្រូវលាងកង់រថយន្តឲ្យស្អាតផងដែរអតិថិជនវរៈបុណ្យធម្មរក្សាសម្បត្តិបាន10ដូរបានសម្បត្តិមួយហ្វ្រីឥឡូវនេះ